ជាសួរសំណួរនៅពេលឆ្ងល់ជារឿយៗសិស្សតែងតែមានភាពស្ទាក់ស្ទើរក្នុងការសួរសំណួរទោះបីខ្លួនងាយឆ្ងល់យ៉ាងណាក៏ដោយសារតែភាពខ្មាស់អៀនខ្លាចមិត្តភក្តិក្នុងថ្នាក់សិស្សចំអកខ្លាចគេគិតថាខ្លួនជាមនុស្សល្ងង់មិនដឹងត្រូវសួរសំណួរបែបណាឲ្យបានត្រឹមត្រូវខ្លាចគេវាយតម្លៃលើសមត្ថភាពរបស់ខ្លួនជាដើមជាក់ស្ដែងប្អូនត្រូវលើកទឹកចិត្តខ្លួនឯងឲ្យមានភាពក្លាហានក្នុងការសួរសំណួរព្រោះគ្មានសំណួរណាដែលមិនសំខាន់ទេហើយការសួរសំណួរក៏មិនមែនជាសកម្មភាពដែលគួរឲ្យខ្មាស់អៀនអ្នកណាដែរផ្ទុយទៅវិញការសួរសំណួរនឹងផ្ដល់ប្រយោជន៍មកឲ្យប្អូនជាច្រើនដូចជាបង្កើតការទុកចិត្តលើខ្លួនឯងនៅពេលលើកដៃសួរសំណួរក្នុងថ្នាក់រៀនដំបូងយើងនឹងអាចភ័យប៉ុន្តែបើប្អូនហ៊ានជំនះធ្វើវាញឹកញាប់វានឹងជួយឲ្យប្អូនកាន់តែទុកចិត្តលើខ្លួនឯងដូច្នេះការសួរសំណួរមិនត្រឹមតែធ្វើឲ្យប្អូនទទួលបានចម្លើយប៉ុណ្ណោះទេថែមទាំងធ្វើឲ្យខ្លួនប្អូនក្លាហាននិងកាន់តែទុកចិត្តលើខ្លួនឯងទៀតផងបង្កើតភាពសកម្មនៅក្នុងថ្នាក់វាពិតជាគួរឲ្យធុញទ្រាន់និងកណ្ដោយកណ្ដែងខ្លាំងណាស់នៅពេលដែលគ្រូនិយាយទៅម្នាក់ឯងនៅក្នុងថ្នាក់ហើយមិនមានការឆ្លើយតបពីសិស្សទាល់តែសោះបើសិនប្អូននិងមិត្តភក្តិរួមថ្នាក់ទាំងអស់ចូលរួមផ្លាស់ប្ដូរសំណួរចម្លើយគ្នាទៅវិញទៅមកវានឹងធ្វើឲ្យបរិយាកាសការសិក្សាកាន់តែសកម្មកាន់តែរីករាយនិងកាន់តែពោរពេញទៅដោយការប្រកួតប្រជែងដូច្នេះថ្នាក់រៀនទាំងមូលប្រកបជាមិនគួរឲ្យធុញទ្រាន់ឡើយនៅពេលសួរសំណួរវាបង្ហាញថាប្អូនចាស់អារម្មណ៍ប្រធានបទដែលខ្លួនកំពុងសិក្សានោះហើយនេះគឺជាផ្នែកមួយដ៏សំខាន់នៃការយកចិត្តទុកដាក់រៀនសូត្រគេតែងតែនិយាយថាក្មេងដែលពូកែសួរគឺជាក្មេងឆ្លាតព្រោះក្មេងដែលពូកែសួររមែងចង់ចេះចង់ដឹងនិងចង់យល់អំពីអ្វីៗជាច្រើនដែលស្ថិតនៅជុំវិញខ្លួនប្អូនត្រូវយល់ថាចំណេះវិជ្ជាគឺគ្មានដែលកំណត់ឡើយហើយបើប្អូនឆ្ងល់មួយត្រូវសួរមួយប្អូននឹងទទួលបានចំណេះថ្មីមួយដូច្នេះវាគ្មានអ្វីដែលប្អូនត្រូវខ្មាស់អៀននៅពេលសួរឡើយម្យ៉ាងនៅពេលដែលលោកគ្រូអ្នកគ្រូបង្រៀនចំណុចណាមិនសូវច្បាស់ឬប្អូនចាត់ការពន្យល់របស់ពួកគាត់មិនសូវបានការសួរសំណួរនឹងជួយបកស្រាយនៅអ្វីដែលប្អូននៅស្រពេចស្រពិលឬយល់មិនទាន់ច្បាស់ប៉ុណ្ណោះបើប្អូនមិនព្រមសួរសោះប្អូននឹងនៅតែយល់មិនច្បាស់រហូតចុះឧបមាថាមេរៀនដែលប្អូនយល់មិនច្បាស់នោះស្រាប់តែចេញនៅពេលប្រឡងតើប្អូនគិតថាខ្លួនអាចធ្វើបានទេដូច្នេះហើយបើឆ្ងល់ត្រូវសួរបើមិនយល់ច្បាស់ត្រូវតែសួរតើប្អូនអាចក្លាយជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់